អុយបានសុខសាន្តបានស្រួលទោះបីដកមិញឬក៏យ៉ាងម៉េចនោះគឺសូមឲ្យគុំឲ្យមានបញ្ហាអីកើតឡើងហើយឲ្យកើតបានស្រួលបានជាឡើងវិញតាមរយៈអំណាចនិងវិជាស្ដារបស់ព្រះអង្គផងតែហើយជាពិសេសព្រឹកទីនឹងសូមឲ្យព្រះអង្គចម្រើនកម្លាំងរបស់ព្រះអង្គព្រះអង្គហើយខ្ញុំជឿជាក់ថាកូនគ្រប់កន្លែងតែងតែទៀមទាតែងតែចង់បានព្រោះកូនសិតតែអ្នកដែលខ្វះប្រាជ្ញាសិតតែអ្នកដែលមិនមានប្រាជ្ញាព្រះអង្គទ្រង់ជាព្រះពេញទៅដោយពរជ័យពេញទៅដោយប្រាជ្ញាសូមព្រះអង្គចម្រើនសម្រាប់ព្រឹកទីនិងក្រុមគ្រួសារហើយនិងក្រុមជំនុំនៅទីនោះទោះបីតែគាត់បង្រៀនក្មេងក្រោយក៏ដោយក៏សូមឲ្យព្រះអង្គទ្រង់បានមេត្តាបំភ្លឺពួកគាត់ដើម្បីឲ្យគាត់បានស្ដាប់បាននៅសំឡេងដែលព្រះអង្គបានប្រើពពុះមិត្តរបស់គ្រូឌីនិងគ្រូសាររបស់ព្រះអង្គគាត់ផងដែរព្រះអង្គឲ្យសូមឲ្យក្មេងៗទាំងអស់នោះឬក៏ចាស់ទុំនៅទីនោះនឹងបានភ្លឺច្បាស់តាមរយៈអំណាចនិងវិជាស្ដាគុណលើក្រុមគ្រួសារគាត់ថ្វាយដាច់នៅក្នុងប្រគុណរបស់ព្រះអង្គហើយក៏សូមឲ្យទ្រង់នឹងបាននឹកចាំពីគ្រូបរុំដែរទៅបីតែគាត់មានការឆក់រវែងព្រះអង្គហើយមនុស្សតែងតែមានបញ្ហាគ្រប់គ្នាសូមឲ្យព្រះអង្គបានថែរក្សាការពារក្រុមគ្រួសារគាត់ដែលមានជំងឺណាដែលកូនមិនដឹងព្រះអង្គទ្រង់ជ្រាបសូមឲ្យព្រះអង្គបានដកជំងឺចេញបណ្ដេញទៅឲ្យឆ្ងាយឲ្យគាត់មានរាងកាយសុខងំមូលឡើងវិញទាំងគ្រួសារទាំងកូនទាំងក្រុមជំនុំនៅទីនោះដោយអំណាចនិងបច្ចេស្តារបស់ព្រះអង្គហើយសូមទ្រង់បាននឹកចាំពីលោកគ្រូភីលីបសូមឲ្យព្រះអង្គទ្រង់បានថែរក្សាការពារគាត់ហើយគាត់ជាសាវកមួយដែលព្រះអង្គបានរើសហើយបានសោកជ្រាវបានរោគស្វែងរោគមកដល់កូនទៀតតាមរយៈគ្រូឌីសូមឲ្យព្រះអង្គបានជាបាលគាត់ហើយសូមឲ្យព្រះអង្គបានធ្វើការនឹងលោកគ្រូពេទ្យដើម្បីឲ្យមានអំណាចនៅលើបាតដៃលោកគ្រូពេទ្យនឹងដើម្បីនឹងបានជាបាលគ្រប់ទាំងចំណុចគ្រប់ទាំងជំងឺគ្រប់ទាំងរូបសាច់របស់ព្រះអង្គគាត់ដែលកំពុងតែមានបញ្ហានោះផងតែព្រះអង្គហើយនឹងជាពិសេសនឹងគ្រួសាររបស់ព្រះអង្គគាត់សូមគុំអុយអន់ថយនៅកម្លាំងលើព្រះអង្គឲ្យសូមបំពេញបន្ថែមនៅកម្លាំងបំពេញបន្ថែមនៅជំនឿបំពេញបន្ថែមនៅចិត្តរឹងមាំគ្រប់ពេលវេលាតាមរយៈអំណាចនិងប្រជាស្ដាររបស់ព្រះអង្គហើយក្រុមជំនុំដែលគាត់ប្រកក្តាប់ទាំងអស់សូមឲ្យព្រះអង្គបីពោទ្រង់ពីថេរតារៀងរាល់ថ្ងៃគ្រប់គ្នាដោយអំណាចនិងប្រជាស្ដារបារមីរបស់ព្រះអង្គនោះផងដែរគុណលើកនៅក្រុមជំនុំទាំងអស់និងក្រុមគ្រួសាររបស់លោកគ្រូហ្វីលីបថ្វាយចំពោះទ្រង់សូមព្រះអង្គនឹងថែរក្សាការពារហើយក៏សូមឲ្យទ្រង់បាននឹកចាំពីក្រុមគ្រួសារកូនហើយដែលកូនមានជំងឺរោគាដែលព្រះអង្គទ្រង់ជាព្រះបានជ្រាបហើយហើយកូនមានជំងឺផ្លិតឆ្អឹងខ្នងឬក៏គេហៅថាឌីសឆ្អឹងខ្នងនោះសូមឲ្យព្រះអង្គទ្រង់បានផ្សះផ្សាមែនព្រះម្ចាស់ហើយហាឡេលូយ៉ាព្រះជួយគាត់ក្នុងតាមវិធីសាស្ត្ររបស់ព្រះថ្ងៃនេះស្ទើរតែដែលមិនរួចប៉ុន្តែមួយថ្ងៃនេះគឺកូនបានធូរស្បើយកូនអរសប្បាយណាស់ព្រះអង្គហើយសូមឲ្យព្រះអង្គនៅតែមានប្រសាសន៍មកជាបាលសម្រាប់កូនគ្រប់ពេលគ្រប់វេលាសូមកុំឲ្យជំងឺនេះនឹងកើតឡើងព្រោះកូនតែងតែមានបញ្ហាថាឈឺហើយលំបាកណាស់ដល់ក៏មិនរួចអុយក៏រួចមួយថ្ងៃឈឺវោងាកនៅក្នុងខ្លួនសូមឲ្យព្រះអង្គទ្រង់ជាព្រះនឹងដកចេញបណ្ដេញទៅឲ្យឆ្ងាយឲ្យរាងកាយកូននឹងបានសេរីភាពឡើងវិញតាមរយៈអំណាចនិងប្រជាស្ដាររបស់ព្រះអង្គហើយគ្រួសារកូននោះព្រះអង្គហើយដែលមានជំងឺលើសឈាមឬក៏ជំងឺតាមសរសៃសម្លាកពូឆ្អឹងគុណលើកគាត់ថ្វាយចំពោះទ្រង់សូមឲ្យព្រះអង្គនឹងទទួលនឹងដកចេញបណ្ដេញទៅឲ្យឆ្ងាយនឹងកូនស្រីទូព្រះបង្គំឈ្មោះពិសាលនឹងសូមទ្រង់លោកប្រហោះមកទទួលថែរក្សាការពារជំងឺសើស្បែកនៅក្នុងរាងកាយគាត់នឹងសូមព្រះអង្គទ្រង់ដកចេញបណ្ដេញទៅឲ្យឆ្ងាយគុណថ្វាយចំពោះទ្រង់សូមឲ្យព្រះអង្គទទួលហើយនឹងបានជាបាលនឹងផ្សះផ្សាឡើងវិញគាត់ជាក្មេងហើយគាត់តែងតែស្រឡាញ់នៅរាងកាយសូមឲ្យព្រះអង្គទ្រង់បានប្រោះមេត្តាឲ្យគាត់នៅការសិក្សាហើយពេលដែលគាត់សិក្សានេះហើយគាត់ត្រូវប្រឡងស្អែកនឹងសូមឲ្យព្រះអង្គទ្រង់គង់ជាវត្តមានបង្ហាត់បង្រៀនបង្ហាញទៅគាត់ដើម្បីបំភ្លឺចំណុចណាដែលគាត់ខ្វះខាតនៅផងដែរបងឲ្យគុណលើកសំណូមដែលគុណសូមអស់ឲ្យទាំងខ្វះខាតទាំងអស់ចន្លោះកលែងណាសូមទ្រង់បំពេញបន្ថែមគុណលើកថ្វាយដាច់នៅក្នុងព្រះគុណព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទលោកគ្រូខ្ញុំសូមជូនព័ត៌មានពីលោកគ្រូអញ្ចឹងសប្តាហ៍ក្រោយថ្ងៃពុធ
ហើយជាខ្ញុំមិនអាចចូលរួមទេទៅអញ្ចឹងប៉ុន្តែលោកគ្រូសូមជួបជុំគ្នាអធិដ្ឋានដោយសារខ្ញុំជាប់សិក្ខាសាលាហើយមួយទៀតព័ត៌មានមួយទៀតលោកគ្រូនៅថ្ងៃទី1ខែមិថុនាយើងមានការអធិដ្ឋានតមអធិដ្ឋានសម្រាប់ប្រទេសកម្ពុជាយើងនឹងសម្រាប់គ្រូបរិស័ទទូទាំងពិភពលោកដែរអញ្ចឹងសូមអធិដ្ឋានឲ្យអាចបើសិនជាគ្រូអធិដ្ឋានជាក្រុមសូមថតរូបថតផុសនៅក្នុង page នៅក្នុងក្រុមយើងណាបាទដើម្បីចូលរួមមួយគ្នាបាទលោកគ្រូដែលចង់តមបានអញ្ចឹងអាចមានតមួយពេលពីរពេលបីពេលមួយថ្ងៃពេញបាទឬក៏តអ្វីដែលយើងចូលចិត្តក៏បានដែរហើយសូមអធិដ្ឋានរួមមួយគ្នាបាទសម្រាប់ការអធិដ្ឋានសម្រាប់ប្រទេសកម្ពុជាយើងហើយសម្រាប់គ្រូបរិស័ទយើងហើយអធិដ្ឋានអីក៏បានដែរលោកគ្រូតែក៏នៅមានចំណុចសំខាន់3ទី1អធិដ្ឋានសម្រាប់ប្រទេសកម្ពុជាទី2អធិដ្ឋានសម្រាប់គ្រូបរិស័ទហើយទី3អធិដ្ឋានសម្រាប់ព្រះគុណរបស់ព្រះព្រោះឥឡូវយើងឃើញថាមានជំងឺមានសង្គ្រាមផ្សេងអញ្ចឹងណាបាទអរគុណលោកគ្រូទាំងអស់គ្នាជួបគ្នាសប្តាហ៍ក្រោយបាទសូមប្រងប្រទានពរលោកគ្រូទាំងអស់គ្នាបាទអរគុណច្រើនបាទជម្រាបលាលោកគ្រូបាទ